chơi thôi thôi đam nó khơi đôi tha khơi tật không lịch đây khổm đam mặt bàn chẳng dương chơi đạp thôi chẳng dương cá có bán fly với bỏ tham bộ tam khai cái đam đây tới có thao chẳng kia nè ti xa tinh chởn đặt cho ban nhưng cái ban càng cái thừa hậu đài សាឡាត់ជាបន្លែអន្លក់ផ្ទាប់មួយប្រភេទដែលមិនអាចខ្វះបាននៅក្នុងម្ហូបអាហារខ្មែរមួយចំនួនយើងតែងឃើញសាឡាត់មានដាក់លក់នៅលើទីផ្សារជាប្រចាំក៏ព្រោះតែដំណាំនេះអាចដាំដុះបានពេញមួយឆ្នាំអ្នកស្រីវ៉នទួយកសិករនៅឃុំព្រែកគយស្រុកស្អាងខេត្តកណ្ដាលកំពុងញាប់ដៃញាប់ជើងកាត់សាឡាត់ឲ្យម៉ួយយកទៅលក់បន្តនៅផ្សារនាគមាសទឹកទៅតែចាប់ផ្ដើមស្រកតែគាត់មានសាឡាត់លក់ដោយសារចំការគាត់មិនលិចទឹកអាចតម្លៃក៏បានល្អទៅតាមនោះដែរ xa đây ở lịch tắc á về lịch lúc tới dương lưới thả đây khổm cái đam mặt cao tới dương ban đầy lừa chẳng dương đã quả pin năng mau đo chẳng cái dương ban hiện fly giấy bay pon thèm ai bỏ pot pin năng tới đang là fly ai đang là lên fly giấy đôi tham miền đây chở đam ban phục nia chẳng ấy thao cái ការដាំដុះមិនចំណាយពេលយូរព្រោះគ្រាប់តែ 25 ទៅ 30 ថ្ងៃសាឡាត់នឹងឲ្យផលកាត់លក់បានឲ្យតែថែទឹកបានដិតដល់រដូវនេះឲ្យតែមានសាឡាត់ថ្ងៃខ្លះម៉ួយត្រូវការ 100 គីឡូឯថ្ងៃខ្លះឡើងដល់ 200 គីឡូឬលើសនេះក៏មាន បច្ចុប្បន្នសាឡាត់យកចេញពីចំការក្នុងតម្លៃ 1 គីឡូ 3,500 រៀលតែវាក៏អាចធ្លាក់ចុះដល់ 500 រៀលនៅពេលទឹកស្រកអស់ហើយកសិករនាំគ្នាធ្វើចំការឡើងវិញតែយ៉ាងណាអ្នកស្រីថាឲ្យតែពលរដ្ឋខ្មែរនិយមទទួលទានសាឡាត់នៅក្នុងស្រុកនោះកសិករនឹងនៅតែអាចទទួលបានតម្លៃល្អហើយផ្ដល់កម្រៃដល់ពលរដ្ឋផ្សេងទៀតដែលស៊ីឈ្នួលប្រមូលផលបន្លែបង្ការជាស្ដាយអ្នកស្រីសុខាទ្រព្យស៊ីឈ្នួលកាត់សាឡាត់មួយព្រឹកបានកម្រៃ 20,000 រៀលគ្រាន់ដោះស្រាយជីវភាពដែរ ចាឲ្យបានដាច់ច្រើនទៅអីគេអ្នកទីសាទិញច្រើនដាច់ទៅបានយើងនេះបានការងារធ្វើរហូតដែរដូចឆ្មៅក៏ដោយយើងធ្វើបានរហូតគេជួលធ្វើរហូតដែរ làm tới này hộp thà chui quam thổ mà lực thao mai dương phong này cả chỉ có mai dương đam ban chân tả ở chui quam thổ vì ở bên tì xa cái này nè chỉ cá việc hạt á nè ngay và nói nè phun nè sọc cái này ở sau miền ấy thôi chẳng chơi một cát đó nè